ថ្ងៃនេះនាងខ្ញុំបានធ្វើសូកូឡាតាមសំណុំពររបស់កូនហើយចាំអង្កាលទៀតដោយសារនៅមុខផ្ទះមានដើមកាកាវមួយដើមផ្លែមិនចេះរីងស្ងួតគឺផ្លែគ្រប់រដូវតែម្ដងពេលនេះវាបានទុំពេញដើមហើយនាងខ្ញុំក៏បេះវាដើម្បីធ្វើសូកូឡាឲ្យកូនដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយពេលលាងផ្លែកាកាវស្អាតហើយនាងខ្ញុំយកវាមកពុះដើម្បីយកគ្រាប់វាយកទៅផ្អាប់រយៈពេល2យប់នៅក្នុងថាដែកនេះនាងខ្ញុំបានយកស្លឹកចេកស្រស់យកមកទ្រាប់បាតហើយយកគ្រាប់កាកាវដែលប្រលេះរួចយកមកដាក់ចូលហើយគ្របស្លឹកចេកពីលើហើយគ្របឲ្យជិតយកទៅផ្អាប់រយៈពេល2យប់2យប់កន្លងផុតទៅនាងខ្ញុំបើកមើលឃើញថាកាកាវរបស់នាងខ្ញុំមានដុះផ្សិតតិចហើយក្លិនឈ្ងុយដូចជាស្រានាងខ្ញុំផ្អាប់បែបនេះគឺដើម្បីឲ្យវាបង្កើនបាក់តេរីល្អហើយគ្រាប់កាកាវក៏មានពណ៌ខ្មៅល្អនិងជួយកាត់បន្ថយរសជាតិល្វីងផងដែរយកគ្រាប់កាកាវទៅហាលរយៈពេល2ថ្ងៃទៅស្ងួតល្អហើយបន្ទាប់ពីស្ងួតស្រួយល្អហើយនាងខ្ញុំយកវាមកលីងរហូតតតែឡើងឈ្ងុយហើយសាកល្បងយកដៃច្របាច់សម្បកប្រសិនបើច្របាច់វាបែកសម្បកស្រួយបែកចេញហើយគ្រាប់នៅទាំងមូលបែបនេះគឺមានន័យថាវាឆ្អិនល្អហើយពេលនេះនាងខ្ញុំបកសម្បកគ្រាប់កាកាវរួចរាល់ហើយចាប់ផ្ដើមកិនវានាងខ្ញុំដាក់គ្រាប់កាកាវ2ស្លាបព្រាដាក់ស្ករស1ស្លាបព្រាកំប៉ុងប្រសិនបើបងប្អូនមានស្ករម៉ត់ដាក់កាន់តែល្អកិនគ្រាប់កាកាវជាមួយនឹងស្កររហូតតតែម៉ត់ល្អបន្ទាប់មកលើកវាចុះហើយដាក់ប្រេងចូលចំនួន2ស្លាបព្រាបាយកំប៉ុងបងប្អូនអាចដាក់ប្រេងប្រភេទអ្វីក៏បានចំណែកនាងខ្ញុំជ្រើសរើសយកប្រេងពោតយកមកដាក់នៅពេលនេះសូកូឡារបស់នាងខ្ញុំបានកិនម៉ត់រលោងល្អហើយយកវាមកចាក់នៅក្នុងពុម្ពបន្ទាប់ពីចាក់ចូលពុម្ពរួចរាល់ហើយយកវាទៅក្លាសេក្នុងទូទឹកកករយៈពេល15នាទីគឺស្ងួតល្អហើយ15នាទីក្រោយមកនាងខ្ញុំបើកឃើញថាសូកូឡារបស់នាងខ្ញុំបានរឹងល្អហើយបកវាចេញពីពុម្ពយកមកដើម្បីឲ្យកូនញ៉ាំហើយសូកូឡានេះគឺតាក់ចិត្តក្មេងៗណាស់បងប្អូន Did you spill it on my name yet? Keep some of my name. នៅវីដេអូក្រោយនាងខ្ញុំនឹងយកសូកូឡាដែលនាងខ្ញុំផលិតស្រស់បែបនេះយកទៅធ្វើនំខេកសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់